Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានខ្សែភាពយន្តរបស់ Netflix ដែលត្រៀមនឹងចេញផ្សាយនៅចុងខែធ្នូឆ្នាំ2025រឿងនោះគឺមានចំណងជើងថារឿង The Get Flat រឿង The Get Flat ដើមឡើយរឿងនេះគ្រោងនឹងចេញផ្សាយនៅក្នុងឆ្នាំ2024តែដោយសារតែ Netflix គាត់បានផ្លាស់ប្ដូរកាលវិភាគនៃការចេញផ្សាយរបស់ខ្លួនទើបធ្វើឲ្យរឿងនេះពង្យាពេលនៅក្នុងការចាក់ផ្សាយរហូតមកដល់ចុងឆ្នាំ2025ខ្សែភាពយន្តរបស់ Netflix រឿង The Get Flat ត្រូវបានសម្ដែងដោយ Kim Dami និង Park Hae-soo បានចេញផ្សាយជាមួយនឹងព័ត៌មានអំពី trailer ដែលមានការចង់ដឹងចង់ឃើញយ៉ាងខ្លាំងនៅថ្ងៃទី19ខាងមុខនេះ The Get Flat គឺជារឿងប្រឌិតគ្រោះមហន្តរាយបែបវិទ្យាសាស្ត្រដែលបង្ហាញពីការតស៊ូរបស់អ្នកដែលបានដាក់ក្តីសង្ឃឹមចុងក្រោយរបស់ពួកគេសម្រាប់ការរស់រានមានជីវិតរបស់មនុស្សជាតិក្នុងអគារផ្ទះល្វែងមួយដែលកំពុងតែលិចនៅក្នុងទឹកនៅថ្ងៃចុងក្រោយនៃផែនដីបន្ទាប់ពីការកកើតទឹកជំនន់នៅធ្ងន់ធ្ងរតាមរយៈការផ្សព្វផ្សាយនាពេលថ្មីៗនេះរបស់ Netflix បានចាប់យកពេលវេលាដ៏តានតឹងនៃមនុស្សដែលបានឈរលើគែមច្រាំងថ្មចំកណ្ដាលនៃគ្រោះមហន្តរាយដែលមិនអាចទប់ទល់បានហៅថាជំនន់ដ៏ធំដែលបានទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជនមានការចង់ដឹងចង់ឃើញនិងរង់ចាំទស្សនាជាមួយនឹងរឿងមួយនេះដែលនិយាយអំពីអ្នកស្រាវជ្រាវ AI ម្នាក់ដែលមានឈ្មោះថា Anna ដែលគាត់សម្ដែងដោយ Kim Dami និងកូនប្រុសរបស់នាងដែលមានឈ្មោះថា Cha-in ដែលសម្ដែងដោយ Kwon Eun-sung បានប្រញាប់ប្រញាល់រត់គេចពីអគារផ្ទះល្វែងដែលបានលិចលង់ក្នុងទឹកភ្លាមៗបង្កើតឲ្យមានការចង់ដឹងចង់ឃើញតើពួកគេនឹងជោគជ័យក្នុងការរត់គេចខ្លួនបានដែរឬទេ Hae-choo ដែលសម្ដែងដោយ Park Hae-soo គាត់គឺជាសមាជិកនៃក្រុមសន្តិសុខមនុស្សនៃមន្ទីរពិសោធន៍ AI ដែល Anna ធ្វើការគាត់ក៏មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅពេលដែលគាត់ឈានដល់ជំហានមួយនៅក្នុងបេសកកម្មរបស់គាត់ដើម្បីនាំអ្នកទាំងពីរឡើងទៅកាន់ដំបូលអគារការរំពឹងទុកបង្កើតឡើងពីការសម្ដែងរបស់តួអង្គទាំង3នាក់រួមបញ្ចូលគ្នានៅក្នុងទិដ្ឋភាពនៃគ្រោះមហន្តរាយដែលមិនអាចទាយទុកមុនបានទន្ទឹមនឹងនេះដែរក៏មានការចង់ឃើញតួអង្គរបស់ Anna ដែលសម្ដែងដោយ Kim Dami ធ្លាក់ចូលទៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយដែលបានលិបទៅបាក់ពិភពលោកដែលកំពុងតែវិលហើយមានការចង់ឃើញជាមួយនឹង Cha-in យំហាក់បីដូចជាកំពុងតែស្វែងរកម្ដាយរបស់គាត់និង Hae-choo ដែលកំពុងតែការពារពួកគេហើយ Anna ក៏កំពុងតែស្វែងរកអ្វីមួយដែលបង្កើតឲ្យការចង់ដឹងចង់ឃើញថាពួកគេនឹងការពារក្តីសង្ឃឹមចុងក្រោយរបស់មនុស្សជាតិបានដែរឬទេ Kim Dami ធ្លាប់ទទួលបានការប្រកួតប្រជែងថ្មីតាមរយៈការសម្ដែងជាតួអង្គ Anna គាត់បាននិយាយថាគាត់ចង់បង្ហាញពីការលូតលាស់របស់ការសម្ដែងរបស់គាត់នៅពេលដែលរឿងកើតឡើងនៅក្នុងកលៈទេសៈដ៏លំបាកវាពិបាកប៉ុន្តែនេះគឺជាតួអង្គដែលបានរៀនសូត្រច្រើនអំពីសាច់រឿងមួយនេះផងដែរលើសពីនេះទៅទៀត Park Hae-soo ដែលដើរតួជា Hae-choo បានពន្យល់ពីមូលហេតុដែលគាត់ត្រូវបានទាក់ទាញឲ្យចូលរួមក្នុងការសម្ដែងអំពីតួអង្គមួយនេះដោយគាត់បាននិយាយថាខ្ញុំត្រូវបានទាក់ទាញឲ្យរកវិធីនៃការបញ្ចេញនូវអាកប្បកិរិយានិងការសម្ដែងនិងធម្មជាតិរបស់មនុស្សដែលចេញនៅក្នុងចន្លោះដែលបានកំណត់ចំពោះរឿង The Get Flat នេះដែរគឺជារឿងរបស់ Netflix ដែលទទួលបានការចាប់អារម្មណ៍និងមានការចង់ដឹងចង់ឃើញអំពីសាច់រឿងនិងស្ថានភាពដ៏លំបាកដែលមនុស្សអាចការពារខ្លួនពួកគេអាចរួចផុតបានដែរឬទេចំពោះរឿងនេះដែរគ្រោងនឹងចាក់ផ្សាយនៅលើ Netflix នៅថ្ងៃទី19ធ្នូឆ្នាំ2025វាគឺជារឿងដុំមួយដែលមិនមែនជារឿងភាគទេ